បាទសួស្តីពុកម៉ែបងប្អូនអរគ្នានេះខ្ញុំមានឡានចូលមួយទៀតបងប្អូនប្រភេទ Chevrolet Colorado ឆ្នាំ020បងប្អូនសិត71ឡានរបស់ក្រុមហ៊ុនឆ្វេងសៀនបងប្អូនបាទនេះ option កប់សេរីបងប្អូនមើលផ្នែកខាងមុខវាបាទផ្នែកខាងមុខវាមាន sensor បងប្អូន sensor មាន radar មានអីចឹងណាបងតំណើបមិនចាញ់ Ford ទេបងប្អូនប្រអប់លេខវិញអែមស្នែហ្មងចូលលេខគ្មានដឹងទេបងប្អូនពីប្លុកម៉ាស៊ីនបងប្អូនឡានទិញពីម្ចាស់ដើមអត់សូវប្រើទេបងប្អូននៅស្វើទាំងអស់បាទគាត់ជិះតំបាន 30000 គីឡូជាងទេបងប្អូនគាត់ប្រើនៅតែពេញទេតែគាត់នៅមុខ Eon 2យើងហ្នឹងបងប្អូនបាទចឹងនេះឡានគាត់បងប្អូនពណ៌សណាំស៊ីនមកជុំបងប្អូនបាទអានេះមានប្រឆេះពីចង្ងាយបងប្អូនពីចង់ឆេះចុចឲ្យលើមួយកណ្ដាលមួយចានេះជាប់មកបាទឡានឆេះនេះបងប្អូនទៅចិត្តទៅយ៉ាងលឺសលេងទៅនេះបាទជាងវាមានភ្លើងឌីមបងប្អូននេះសារចូលកាមេរ៉ាទៅវាលោតញាក់ញាក់អញ្ចឹងប្រភេទ LED ឲ្យទៅចូលកាមេរ៉ាណាលោតញាក់ញាក់អញ្ចឹងបងប្អូនបាទអញ្ចឹងយើងចង់បលុតវិញយើងចុចតានេះមួយមកអូខេឡានលុតទេបងប្អូនបាទនេះវាឆេះអញ្ចឹងមិនមែនថាឡានអត់ជាប់ឡុកទេបងប្អូនឡានបជាប្រឆេះហ្នឹងក៏ជាប់ឡុកដែរនេះផ្នែកខាងក្រោយបងប្អូនបាទនឹងផ្លាកលេខ CA 3067បងប្អូនបាទហើយពុកម៉ែបងប្អូនស្រឡាញ់អាចមកមើលបាទនេះផ្នែកខាងក្រោយបងប្អូនបាទស៊ីនមកជុំបងប្អូនបងប្អូនស្រឡាញ់អាចមកមើលបាទឡានតម្លៃលក់ 20000 ជាងបងប្អូនបាទឥឡូវចូលមើលផ្នែកខាងក្រោយតិចបងប្អូនផ្នែកខាងក្រោយបាទធំទលាយបងប្អូនខាងអ្នកជីកុយខាងមុខបងប្អូនបាទធំទលាយដែរប្រភេទ Chevrolet Colorado នេះស្រួលប្រើបងប្អូនគ្រឿងត្រូវមួយ Isuzu D-Max ច្រើនបងប្អូនបាទខ្សែគេចាប់ដៃគ្នាបងប្អូនបាទហើយតម្លៃក៏ល្អទំនើបដូច Ford ហ្នឹងបងប្អូនហើយតម្លៃធូរជាង Ford បងប្អូនឡានឆ្នាំ020លក់តែ 20000 ជាង Ford 020 30000 ជាងហើយបងប្អូនបាទខ្ញុំឆេះម៉ាស៊ីនមើលតិចបងប្អូននេះផ្នែកខាងក្នុងបងប្អូនបាទនេះ option គេនេះមានគឡងផ្លូវបាទនេះទប់ល្អនេះសុំផ្លូវអានេះពេលយើងចុះពីភ្នំអីចឹងបាទយើងបើកអាហ្នឹងចឹងទៅវាជួយទប់លឿនយើងមកយើងជន់ប្រាំងឆេះស្បែកប្រាំងអានេះ sensor មុខក្រោយបងប្អូនខ្ញុំទៅដាក់លេខអាយ៉ៃហាន់ដើរបងប្អូនដើរហ្នឹងបាទចុចបិទវិញក៏បានបើក៏បានបាទនេះកាប់តាបងប្អូនមាន 2H 4H 4L ហ្នឹងណាបងប្អូនយ៉ាងដៃនេះខាងចង្គៀងយើងចង់តម្លើងកម្ពស់ក៏បានបាទមានអូតូចង្គៀងនេះចុច7បានភ្លើង7បងប្អូនបាទនេះកញ្ចក់កដោបកញ្ចក់អីណានេះចឹងទៅបងប្អូនសម្រាប់ពុកម៉ែបងប្អូនស្រឡាញ់អាចមកមើលបានឆេះឡេតគ្រឿងនេះបងប្អូនឆ្នាំ020ម្ចាស់តំប្រើបាន 35000 គីឡូជាងទេបងប្អូនបាទឡានថ្មីអានេះក៏នៅស្គុតដែរបងប្អូនស្គុតអេក្រង់ក៏នៅស្គុតពីរោងចក្រតន់បកអស់ទេបងប្អូនឡានថ្មីមែនតើបងប្អូន